ប្រិយមិត្តជាទីមេត្រីនៅពេលនេះនាងខ្ញុំសូមជម្រាបជូនអំពីប្រតិបត្តិព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកក្រសួងធនធានទឹកនិងអូតុនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី21ខែកក្កដាឆ្នាំ2026វេលាម៉ោង7ព្រឹកតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់5ម៉ែត្រ99សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ23សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ70សង់ទីម៉ែត្រទន្លេមេគង្គប្រចេះថ្ងៃនេះទឹកមានកម្ពស់14ម៉ែត្រ23សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ54សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន22ម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់8ម៉ែត្រ14សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ50សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន15ម៉ែត្រ20សង់ទីម៉ែត្រទន្លេបាសាក់ចាក់ទៅមុខថ្ងៃនេះទឹកមានកម្ពស់4ម៉ែត្រ69សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ29សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ50សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់3ម៉ែត្រ18សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ18សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ50សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់4ម៉ែត្រ48សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ24សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ90សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់3ម៉ែត្រ72សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ22សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន9ម៉ែត្រ50សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ65សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ9សង់ទីម៉ែត្រស្ថានភាពទឹកទន្លេស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងស្រកជាបន្តបន្ទាប់សូមអរគុណ